អ្នកទៅចតឡានមុនសិនខ្ញុំនឹងទៅធ្វើការបាទលោកប្រធានាធិបតីម៉ាក់ខ្ញុំបានប្រាប់ម៉ាក់រួចហើយថាខ្ញុំមិនចង់ណាត់ជួបទេយ៉ាវមេងជាក្មេងប្រុសល្អម្នាក់កូនស្រីមិនស្មោះត្រង់បើវាមិនស្ដាប់ទេដេញនាងចេញពីផ្ទះទៅតើយើងស្គាល់គ្នាទេយោងតាមពេលវេលានៃលំនេះគាត់មិនទាន់ស្គាល់ខ្ញុំនៅឡើយទេលោករំលឹកខ្ញុំពីមិត្តចាស់ម្នាក់ដូច្នេះហេតុអ្វីបានជាអ្នកស្វាគមន៍មិត្តចាស់បែបនេះ Harris មិននឹកស្មានដល់តើអ្នកកំពុងដឹកអេតនៅការដ្ឋានសំណង់មែនទេលើកនេះខ្ញុំមិននឹកស្មានថាអ្នកនឹងធ្វើបានល្អយ៉ាងនេះទេខ្ញុំនឹងទៅរំកិលឥឡូវនេះមិនអីទេជួបគ្នាពេលណាមួយទៀតវាមិនមែនជារឿងអាម៉ាស់ទេលោកចៅនាយកក្រុមហ៊ុន Chensing សប្តាហ៍ថ្ងៃនេះពួកគេនឹងមកល្អតើគាត់កំពុងធ្វើអ្វីនៅទីនេះចៅជេងយ៉ិនតើអ្នកកំពុងធ្វើអ្វីនៅទីនេះខ្ញុំបានធ្វើការសម្អាតអស់រយៈពេល2-3ថ្ងៃកន្លងមកនេះអ្នកពិតជាគួរឲ្យអាណិតណាស់តើអ្នកកំពុងធ្វើអ្វីនៅទីនេះខ្ញុំនឹងចូលទៅខ្ញុំនឹងចូលមកសម្អាតការិយាល័យម៉េចក៏មានរូបអ្នកនៅទីនេះចូលយើងសម្អាតឲ្យបានរហ័សត្រូវហើយសៀវជើអ្នកប្រញាប់ឡើងយ៉ាងម៉េចកុំបារម្ភអីមែនហើយនោះជាអ្វីដែលអ្នកគិតអ្នកទេតើអ្នកកំពុងគិតអ្វីវាមិនមែនជាអ្វីដែលអ្នកគិតទេខ្ញុំអ្នកមិនចាំបាច់និយាយអ្វីបន្ថែមទៀតទេខ្ញុំយល់ហើយជីវិតពិបាកណាស់អ្នកក្រីក្រដកដង្ហើមធំខ្ញុំមនុស្សគ្រប់គ្នាយល់អ្នកមិនមែនជាអ្នកនាងណានទេមិនដូចអ្វីដែលអ្នកគិតនោះទេនោះហើយជារបៀបដែលវាកើតឡើងខ្ញុំនឹងចៅវាយសៀវចៅយើងទាំងអស់គ្នាជាមនុស្សស្មោះត្រង់យើងមិនធ្វើរឿងបែបនោះទេវាបានបង្ហាញថាវាជាស្នេហាដែលមិនតបស្នងរបស់នាយកប្រតិបត្តិមុខរបស់ចៅជីងអានក៏លោក Shaw Reynolds កុំបារម្ភអីខ្ញុំយល់ហើយខ្ញុំពិតជាមិនធ្វើទេឲ្យអ្នកអំពីសូមទុកមតិយោបល់ណាមួយអំពីជីវិតឯកជនរបស់អ្នកថែរក្សាខ្លួនឯងខ្ញុំមិនដែលរំពឹងថាអ្នកនឹងស្ថិតក្នុងស្ថានភាពនេះឥឡូវនេះទេនោះហើយជារបៀបដែលវាកើតឡើងចាប់ពីពេលនេះទៅចូលរួមជាមួយខ្ញុំនឹងមើលថែអ្នកតើអ្នកនឹងគាំទ្រខ្ញុំទេមែនហើយខ្ញុំមានឡាននិងផ្ទះហើយប្រាក់ខែប្រចាំឆ្នាំរបស់ខ្ញុំ100,000ចុះអ្នកវិញ